ថ្ងៃទី6 ខែតុលា ឆ្នាំ 2025 គឺជាខួបលើកទី 49 នៃការសម្លាប់រង្គាលនិស្សិតថៃដោយប៉ូលីសនិងកងកម្លាំងអ្នកជាតិនិយមជ្រុលក្នុងជម្លោះនយោបាយមួយកាលពីថ្ងៃទី 6 ខែតុលា ឆ្នាំ 1976 ដែលក្នុងប្រទេសថៃគេស្គាល់ថាព្រឹត្តិការណ៍ 16 តុលា នេះបើតាមកាសែត The Nation ប្រជាជនថៃចងចាំទុកព្រឹត្តិការណ៍ទី 6 ខែតុលា ជាការសម្លាប់ដ៏រង្គាលសាហាវព្រៃផ្សាយបំផុតមួយក្នុងប្រវត្តិសាស្ត្រថៃ ការសម្លាប់រង្គាលក្នុងឆ្នាំ 1976 កើតមានឡើងបន្ទាប់ពីផ្ទុះកុប្បកម្មដែលក្នុងនោះប្រជាជនថៃរាប់ពាន់នាក់ភាគច្រើនជានិស្សិតបានប្រមូលផ្ដុំគ្នានៅសាកលវិទ្យាល័យធម្មសាស្ត្រនិងក្បែរទីលានសាម៉ុនលួងដើម្បីធ្វើបាតកម្មតវ៉ាសម្ដែងការប្រឆាំងជំទាស់ទៅនឹងការធ្វើមាតុភូមិនិវត្តន៍ពីប្រទេសសិង្ហបុរីត្រឡប់មកកាន់ប្រទេសថៃវិញរបស់អតីតមេដឹកនាំយោធាផ្ដាច់ការនិងជាអតីតនាយករដ្ឋមន្ត្រីថាណំកតិខននៅមុនព្រឹត្តិការណ៍ថ្ងៃទី 6 ខែតុលា ឆ្នាំ 1976 ការបះបោរមួយបានផ្ទុះឡើងនៅថ្ងៃទី 14 ខែតុលា ឆ្នាំ 1973 ដើម្បីផ្ដួលរំលំរបបលោកថាណំដោយបង្ខំឲ្យរូបលោកភៀសខ្លួនទៅកាន់សិង្ហបុរីរហូតដល់ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 1976 ទើបសកម្មជននយោបាយថៃមួយក្រុមបានជួបជុំគ្នានៅឯសាកលវិទ្យាល័យធម្មសាស្ត្រដើម្បីពិភាក្សាគ្នាលទ្ធភាពដែលលោកថាណំអាចនឹងត្រឡប់ចូលស្រុកវិញនិងផលប៉ះពាល់នៃការវិលត្រឡប់របស់លោកទៅលើសន្តិភាពនិងសណ្ដាប់ធ្នាប់គូសបញ្ជាក់ថាបើតាមប្រភពជាច្រើនមនុស្សយ៉ាងហោចណាស់100នាក់បានស្លាប់ដោយសារការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃពីសំណាក់យោធាថៃនិងប៉ូលីសគណៈរដ្ឋាភិបាលថៃអះអាងថាអ្នកស្លាប់មានត្រឹមតែ46នាក់ប៉ុណ្ណោះគណៈបាតកោ 3094 នាក់ត្រូវបានចាប់ខ្លួនក្នុងព្រឹត្តិការណ៍នេះ